បន្ទាប់មកនីឆេក៏បានសូត្រនៅមន្តអាគមគាថាចងសីមានៅជុំវិញនេះព្រោះខ្លាចវាមកម្ដងទៀតបានបន្តិចក្រោយមកពូគេក៏បានបង្ហាញខ្លួនពិតមែនគឺពូគេបានបរទេះគោចេញពីប្រហោងខ្មៅដែលជាអំណាចនៃមន្តអាគមអ្វីម្យ៉ាងប៉ុន្តែទោះបីជាពូគេមានវិជាទាំងអស់នេះក្តីក៏ត្រូវបានលោកថៅកែរងចាប់ពូគេជាប់រឿងនេះគឺបានកើតឡើងជាយូរណាស់មកហើយនៅឯព្រំដែនថៃកម្ពុជាកាលនោះគឺមានក្រុមចោរមួយក្រុមល្បីឈ្មោះខ្លាំងណាស់នៅតំបន់នឹងដោយអ្នកភូមិដែលនៅទីនោះបានហៅក្រុមរបស់ពូគេថាក្រុមថ្មខ្មៅមូលហេតុដែលអ្នកភូមិហៅពូគេបែបនេះគឺដោយសារតែពូគេចេញប្លន់ឬក៏សម្រាប់អ្នកណាម្នាក់គឺពូគេតែងតែបន្សល់នៅរបស់ម្យ៉ាងនៅលើខ្លួនមនុស្សដែលពូគេបានប្លន់នឹងនោះគឺជាថ្មខ្មៅមួយដុំហើយមិនដឹងថាថ្មអស់ទាំងនោះពូគេយកពីទីណាមកនោះឡើយដឹងត្រឹមថារបស់នោះហាក់បីដូចជាត្បូងនិលខ្មៅយ៉ាងអញ្ចឹងពិតជាចម្លែកខ្លាំងណាស់ចំណែកឯមេក្រុមរបស់ពូគេគឺមានឈ្មោះថានីសេននេះបើតាមអ្នកដែលធ្លាប់ស្គាល់គេពីមុននីសេនគឺគេជាមនុស្សល្អនោះទេប៉ុន្តែចាប់តាំងពីគេបានបាត់ខ្លួនអស់មួយរយៈធំមកគេក៏ស្រាប់តែខ្លាចទៅជាមេចោលតែម្ដងហើយថែមទាំងចេះវិជាសិលសាស្ត្រមន្តអាគមអូមអាមយ៉ាងស្ទាត់ជំនាញនីសេនគឺគេជាមេចោលដៃឆៅបើថាសម្លាប់គឺគេសម្លាប់យ៉ាងសាហាវឃោឃៅដោយគ្មានស្ដាយស្រណោះសូម្បីតែបន្តិចប៉ុន្តែមិនមែនថាក្នុងក្រុមរបស់គេមិនមែនថាអាក្រក់ទាំងអស់នោះទេមានមនុស្សចំណិតរបស់គេម្នាក់មានឈ្មោះថានីឆេតនេះទោះបីជានៅជាមួយក្រុមចោរដែលមានភាពកាចសាហាវឃោឃៅក៏គេមិនដូចជាអ្នករាល់គ្នានោះដែរចំពោះកូនក្មេងនិងមនុស្សស្រីគឺគេមិនសម្លាប់នោះឡើយជាពិសេសរឿងរំលោភគឺក្រុមចោរថ្មខ្មៅនេះមិនប្រព្រឹត្តជាដាច់ខាតមិនដឹងថាមូលហេតុអ្វីទេអាចថានេះគឺជាដំណោមដែលនៅក្នុងការរៀនអាគមរបស់ពួកគេក៏អាចថាបានដែរពេលនេះក្រុមចោរមួយក្រុមនឹងគឺកំពុងតែធ្វើដំណើរទៅប្លន់នៅភូមិឆ្ងាយមួយដោយពួកគេបានបន្លំខ្លួនធ្វើជាអ្នកដំណើរធម្មតាដោយសារតែពួកគេធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃពួកគេក៏បានទៅឈប់សម្រាកនៅកន្លែងដីអ្នកភូមិដែលគេទុកចោលអ្នកខ្លះក៏អង្គុយផឹកស្រាដែលយកមកតាមខ្លួនចំណែកឯអ្នកខ្លះទៀតក៏បានអង្គុយនិយាយរឿងដែលពួកគេត្រូវចេញប្លន់នីសេនក៏បាននិយាយថាភូមិដែលពួកយើងត្រូវទៅប្លន់នោះគឺនៅមិនឆ្ងាយពីកន្លែងនេះប៉ុន្មាននោះទេយើងឮថាអ្នកភូមិដែលនៅទីនោះភាគច្រើនគឺសុទ្ធតែជាឈ្មួញជួញដូរដូច្នេះពួកគេមិនខ្វះមាសប្រាក់នោះទេតែដាច់ខាតពួកយើងគឺត្រូវតែលះអត្តសញ្ញាណឲ្យចិត្តយើងមិនចង់ឲ្យការធ្វើដំណើរផ្លូវឆ្ងាយរបស់យើងត្រូវចំណាយពេលដោយអត់ប្រយោជន៍នោះទេសឹកខំថាពួកយើងនឹងជោគជ័យទៅលើការងារនេះទេចុះរឿងនេះគឺយើងជឿជាក់ទៅលើអាចេតហើយអាចេតឯងថ្ងៃស្អែកពេលព្រឹកឯងត្រូវតែនាំគ្នា 3-4 នាក់ទៅដើរស៊ើបមើលនៅក្នុងភូមិនោះទៅចង់ដឹងថាតើផ្ទះអ្នកណាខ្លះដែលជាអ្នកមានធូរធារហើយពួកគេមានគ្នាប៉ុន្មាននាក់ស្រួលយើងនាំកម្លាំងទៅប្លន់យកតែម្ដងនីឆេតដែលកំពុងតែអង្គុយនោះក៏បានតបមកវិញថាមិនអីទេលោកបងជឿជាក់ទៅលើខ្ញុំទៅខ្ញុំមិនអោយការងារនេះបរាជ័យនោះទេតែតាមដែលខ្ញុំធ្លាប់ឮនៅក្នុងភូមិនឹងក៏មានអ្នកដែលចេះអាគមដែរហើយបើនិយាយអំពីកម្រិតនៃមន្តវិជ្ជាអាគមរបស់គេមិនដឹងថាខ្លាំងដល់កម្រិតណាឡើយដូច្នេះខ្ញុំសុំទៅតែឯងបានហើយលោកបងបើទៅគ្នាច្រើនខ្លាចគេសង្ស័យពួកគេជាឈ្មោះជួញដូររបស់របរដូចនេះពួកគេមិនល្ងងនោះទេពួកគេជួបមនុស្សជាច្រើនប្រភេទហើយបើនិយាយអំពីប៉ុន្មានអ្នកកំពុងផឹកនោះបងមើលទៅចរិតរបស់ពួកវានាំទៅគឺនាំតែឲ្យគេសង្ស័យនោះទេនីសេនដែលជាមេក្រុមចៅនៅពេលដែលឮកូនចៅចំណិតនិយាយបែបនេះគេក៏យល់ស្របព្រោះនីឆេតជាមនុស្សដែលមានភាពវៃឆ្លាតខ្លាំងណាស់
ការប្លន់ដែលទទួលបានភាពជោគជ័យកន្លងមកក៏ជាគំនិតរបស់គេ 60% ដែរដូចនេះមេរបស់គេស្រឡាញ់គេខ្លាំងណាស់លោកពេលយប់ចូលមកដល់ពួកគេមិនបានទៅសម្រាកនៅកន្លែងផ្សេងនោះទេគឺពួកគេបានបង្កាត់ភ្លើងសម្រាកនៅទីនេះព្រោះនៅទីនេះស្ងប់ស្ងាត់ល្អណាស់អាកាសធាតុយប់នេះត្រជាក់ខុសពីធម្មតាសំឡេងសត្វរាត្រីចរក៏ចាប់ផ្ដើមបន្លឺឡើងយ៉ាងរងំសម្លឹងមើលទៅអ្នកផ្សេងពួកគេបានដេកលងលួអស់ទៅហើយប្លែកអីតែនេះចេតគេមិនបានដេកនោះទេគឺគេកំពុងតែអង្គុយដកមេម្នាក់ឯងមិនដឹងថាគេកំពុងតែគិតអំពីអ្វីនោះឡើយបានបន្តិចក៏ស្រាប់តែមានកែវភ្នែកចម្លែកមួយគូបានសម្លឹងចេញមកពីកំពតព្រៃដោយនៃចេតគេមិនបានចាប់អារម្មណ៍នោះទេតាមពិតទៅម្ចាស់កែវភ្នែកចម្លែកនោះគឺជាសត្វខ្លាដំបងមួយក្បាលយ៉ាងធំហើយជាពិសេសនោះគឺជាព្រាយខ្លាថែមទៀតផងដោយសារតែនៅកណ្ដាលថ្ងាសរបស់វាគឺមានពន្លឺចម្លែកចាស់បុរាណគេហៅភ្លើងនោះថាជាភ្លើងព្រាយឬដួងវិញ្ញាណរបស់ព្រាយខ្លាប្រភេទនេះវាមានភាពកាចសាហាវខ្លាំងណាស់ជាពិសេសឲ្យតែវាបានសម្លាប់អ្នកណាហើយគឺវាអាចក្រឡាខ្លួនคล้ายតែជាអ្នកនោះរួចក៏ទៅបោកបញ្ឆោតអ្នកផ្សេងឬក៏ក្រុមគ្រួសារអ្នកដែលវាបានសម្លាប់នឹងឯងពេលនោះក៏មានបរិសម្នាក់ដែលជាកូនចៅរបស់នីសេនគេបានងើបមកដើម្បីទៅរកកន្លែងបត់ជើងតូចគឺគេបានដើរទៅក្បែរដើមឈើដ៏ធំមួយដើមកំពុងតែនោមសុកគេក៏បានចោលភ្នែកឃើញនារីស្រស់ស្អាតម្នាក់កំពុងតែឈរនៅក្នុងព្រៃស្ងាត់សម្រស់របស់នាងគឺស្អាតណាស់ជាពិសេសនៅក្នុងដៃរបស់នាងគឺមានកាន់ភ្លើងចង្គៀងមួយបន្ទាប់មករូបភាពក៏បានកាប់មកកន្លែងដែលនីចេតកំពុងតែផឹកពេលនោះក៏ស្រាប់តែឮសំឡេងបរិសម្នាក់គេបានស្រែកនីចេតក៏ស្ទុះយ៉ាងលឿនទៅដល់កន្លែងហ្នឹងពេលនោះបរិសម្នាក់ហ្នឹងវាយតែនឹងខ្លាស៊ីបាត់ទៅហើយតែនីចេតគេបានលើកកំភ្លើងបាញ់ប៉ុន្មានគ្រាប់ព្រាយខ្លាហ្នឹងនៅពេលដែលគេបាញ់គ្រាប់អាគមទៅលើវាបែបនេះវាក៏បានដកថយរត់ចេញពីកន្លែងហ្នឹងបាត់ហើយនីចេតក៏បាននាំបរិសម្នាក់នេះទៅកន្លែងសម្រាកវិញអ្នកគ្រប់គ្នានៅពេលនោះពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ហើយបរិសម្នាក់នោះក៏បាននិយាយរឿងហ្នឹងឲ្យគ្រប់គ្នាស្ដាប់បន្ទាប់មកនីចេតក៏បានសូត្រនៅមន្តអាគមគាថាចងសីមានៅជុំវិញនេះព្រោះខ្លាចវាមកម្ដងទៀតលោរហូតដល់ពេលព្រឹកនីចេតក៏បានធ្វើដំណើរម្នាក់ឯងចូលទៅក្នុងភូមិនោះពិតមែននៅពេលដែលគេបានទៅដល់ភូមិនោះគឺពិតជាឃើញថាផ្ទះនីមួយៗគឺពិតជារវល់ខ្លាំងណាស់ពួកគេរវល់ពិតមែនពួកគេមិនបានចាប់អារម្មណ៍ជាមួយនឹងនីចេតនោះឡើយនីចេតបានឈរផ្អែកខ្នងជាមួយដើមឈើមួយដើមនិងបានជួបបារីធ្វើជាសម្លឹងមើលនេះសម្លឹងមើលនោះប៉ុន្តែតែពិតទៅគឺគេកំពុងតែសម្លឹងមើលថាតើមនុស្សនៅក្នុងភូមិមានប្រមាណអ្នកហើយផ្ទះអ្នកណាខ្លះដែលជាអ្នកមានធូរធារស្រួលគេកំណត់មុខសញ្ញានៅពេលដែលគេសម្លឹងមើលយូរទៅនីចេតក៏សម្លឹងឃើញផ្ទះមួយដែលមើលទៅហាក់បីដូចជាផ្ទះអ្នកដែលមានធូរធារហើយផ្ទះរបស់គេមិនសូវជាមានមនុស្សនោះឡើយដូចនេះគេក៏សម្រេចចិត្តថានឹងទៅប្រាប់មេរបស់គេរួមជាមួយនឹងគ្នាអំពីព័ត៌មានផ្ទះនោះ
តែពួកគេមិនបានដឹងនោះឡើយថាតាមពិតទៅក្រុមឈ្មួញទាំងអស់នឹងគឺគេបានដឹងមុនអស់ទៅហើយថាពេលនេះកំពុងតែមានក្រុមចោរព្រៃបានធ្វើដំណើរមកប្លន់ភូមិរបស់គេហើយមូលហេតុដែលពួកគេធ្វើបែបនេះគឺគេចង់ឲ្យក្រុមចោរនោះវាមកបង្ហាញខ្លួននៅផ្ទះនឹងហើយពួកគេនឹងពាត់ចាប់តែម្ដងដោយសារតែក្រុមចោរនឹងធ្លាប់ប្លន់ដៃគូរកស៊ីរបស់ពួកគេដូច្នេះធ្វើឲ្យពួកគេខាតបង់នៅក្នុងការរកស៊ីហើយពួកគេគឺមិនព្រមដោះលែងក្រុមចោរនឹងងាយៗនោះទេតែពិតទៅពួកគេមានគម្រោងដើម្បីចេញទៅរកក្រុមចោរនឹងយូរហើយប៉ុន្តែដោយសារតែពួកគេមិនទាន់មានពេលប៉ុន្តែសំណាងអីពេលនេះគឺក្រុមចោរនឹងវាបានធ្វើដំណើរមកដល់ភូមិរបស់ពួកគេតែម្ដងហើយបរិសម្នាក់ដែលកំពុងតែពួននៅនឹងមុខគេនេះគាត់មានឈ្មោះថាថៅកែរុងគាត់គឺជាអ្នកដែលចេះមន្តអាគមអូមអាមដូចគ្នាហើយគាត់គឺជាអ្នកមានជាងគេនៅក្នុងភូមិនេះតែម្ដងហើយផ្ទះដែលនីជេតគេមកមើលអំបែងមិញគឺជាផ្ទះប្អូនប្រុសរបស់គាត់លោកថៅកែរុងក៏បាននិយាយទៅកាន់អ្នកគ្រប់គ្នាថាយប់នេះខ្ញុំជឿថាពួកវានឹងធ្វើដំណើរមកក្នុងភូមិហើយយើងរាល់គ្នាគឺត្រូវតែធ្វើទៅតាមផែនការដែលខ្ញុំបានរៀបចំទុកនោះចំណែកឯចំនួនគ្នារបស់វាក៏ពួកយើងបានដឹងអស់ហើយថាមានប៉ុន្មាននាក់ហើយមុខសញ្ញាដែលយើងត្រូវក្តោបនោះគឺជាអា2នាក់នឹងឯងគឺជាអាជេតរួមជាមួយអាសេន2នាក់នេះគឺវាមានវត្ថុស័ក្តិសិទ្ធិនៅនឹងខ្លួនគឺជាបន្តោងខ្សែកស័ក្តិសិទ្ធិយើងបាញ់វាមិនមុតនោះទេដូច្នេះហើយគឺយើងគ្រាន់តែបាញ់វាឲ្យធ្លាក់កំភ្លើងចេញពីដៃបន្តមកយើងត្រូវតែចាប់វាទាំងរស់លោករហូតដល់ពេលយប់ចូលមកដល់អ្នកភូមិគេក៏បានទៅលាក់ខ្លួនតាមកន្លែងដែលពួកគេបានរៀបចំគឺគេចាំមើលថាតើក្រុមចោរថ្មខ្មៅនោះវានឹងធ្វើដំណើរតាមផ្លូវណាមកបានបន្តិចក្រោយមកពួកគេក៏បានបង្ហាញខ្លួនពិតមែនគឺពួកគេបានបរទេះគោចេញពីប្រហោងខ្មៅដែលជាអំណាចនៃមន្តអាគមអ្វីម្យ៉ាងពួកគេបានចេញមកម្នាក់គឺមានក្រណាត់ស្បែកអ្វីម្យ៉ាងបានបិទមុខយ៉ាងជិតហើយក្រណាត់ស្បែកនឹងទៀតសោតគឺពណ៌ដូចគ្នាទាំងអស់បន្ទាប់មកពួកគេបានទុករទេះគោចោលហើយក៏ដើរសម្ដៅទៅមុខផ្ទះដែលពួកគេចង់ប្លន់នឹងឯងនៅពេលដែលគេបានដើរទៅដល់មុខផ្ទះនោះពួកគេរៀបតែនឹងចូលទៅហើយពេលនោះអ្នកភូមិដែលកំពុងតែត្រៀមខ្លួននឹងគេក៏បានសម្រុកចូលទៅបន្ទាប់មកការបាញ់គ្នាទៅវិញទៅមកក៏ចាប់ផ្ដើមកាត់ឡើងក្របកំភ្លើងគឺបានហោះទៅហោះមកគឺឆិតក្បាលទៅហើយលោកបានគ្នាអស់មួយសន្ទុះធំក៏ឃើញថាគ្នាដែលជាក្រុមចៅរបស់នីសេននោះពួកគេបានដេកស្លាប់អស់ទៅហើយគឺនៅសល់តែនីសេនរួមជាមួយនឹងនីជេតនោះទេដែលពួកគេមិនអីដោយសារតែពួកគេមានវិជាស្បែកគង់បាញ់មិនមុតនោះឡើយប៉ុន្តែទោះបីជាពួកគេមានវិជាទាំងអស់នេះក្តីក៏ត្រូវបានលោកថៅកែរុងចាប់ពួកគេជាប់គឺគាត់បានចងពួកគេទៅដោយចំណងអាគមរបស់គាត់
ពេលនោះលោកថៅកែរុងក៏បានសួរទៅកាន់ពួកគេថាតើគ្នារបស់ពួកឯងមានតែប៉ុន្មានអ្នកនឹងទេអីឆាប់ប្រាប់ភ្លាមមកតើឯងនៅសល់គ្នាប៉ុន្មានអ្នកទៀតបើសិនជាឯងមិនឆ្លើយទេយើងនឹងលេងធေါ်ក្តៅជាមួយនឹងឯងហើយពេលនោះនីចេតដែលជាមនុស្សស្មោះស្ម័គ្រជាមួយនឹងក្រុមគេក៏បានតបទៅកាន់លោកថៅកែរុងថាយើងដាច់ខាតមិនក្បត់ក្រុមរបស់យើងនោះទេឯងចង់សម្លាប់យើងក៏សម្លាប់ទៅយើងមិនខ្វល់នោះឡើយនៅពេលដែលឃើញថានីចេតគេមិនព្រមសារភាពបែបនេះលោកថៅកែរុងគាត់ក៏ដឹងព្រោះអីគាត់ធ្លាប់ឮអ្នកភូមិនិយាយដែរថានីចេតនេះគេគឺជាមនុស្សដែលមានគុណធម៌ខ្លាំងណាស់ប៉ុន្តែដោយសារតែគេដើរផ្លូវខុសគឺគេដើរជាមួយចោរបើសិនជាគេដើរជាមួយនឹងអ្នកផ្សេងទៀតគឺច្បាស់ជាមានអនាគតល្អជាក់ជាមិនខានពេលនោះលោកថៅកែរុងក៏បានដើរមកសួរនីសេនដែលជាមេគេម្ដងប៉ុន្តែគាត់មិនបានដឹងនោះទេថាកំឡុងពេលដែលគាត់កំពុងតែភ្លេចខ្លួននិងសួរទៅកាន់នីសេននោះនីចេតគេកំពុងតែសង្ងំសូត្រនៅមុនគាថាអ្វីម្យ៉ាងបានបន្តិចចំណងដែលនៅនឹងខ្លួនរបស់ពួកគេទាំងពីរក៏បានដាច់ហើយក៏ស្រាប់តែផ្ទុះលាន់សូត្រតែផាំងអ្នកដែលនៅក្បែរនឹងទាំងអស់គឺត្រូវបានកម្លាំងនោះរុញឲ្យដួលគ្រប់គ្នាឆ្លៀតឱកាសពេលហ្នឹងនីចេតគេក៏នាំមេរបស់គេរត់ចូលទៅក្នុងព្រៃបាត់ចំណែកឯរបស់របរផ្សេងរួមជាមួយនឹងរទេះគោអីគឺគេលែងខ្វល់ហើយធ្វើយ៉ាងណាគឺត្រូវតែរត់យករួចខ្លួនហើយមុននឹងគេរត់ទៅនោះគឺគេឆ្លៀតយកកំភ្លើងបានមួយដើមដែរពេលនោះអ្នកភូមិផ្សេងទៀតបំរុងតែនឹងដេញតាមទៅប៉ុន្តែលោកថៅកែរុងក៏បានប្រាប់មិនបាច់តាមពួកគេទៅនោះទេបើតាមទៅក៏តាមពួកគេមិនទាន់ដែរព្រោះអីពេលនេះគឺពួកគេរត់គេចខ្លួនបាត់ទៅហើយជាពិសេសគេរត់ចូលទៅក្នុងប្រហោងខ្មៅអាគមនោះទៀតមិនដឹងថាពេលនេះពួកគេទៅដល់ទីណានោះទេពេលនេះពួកយើងទាំងអស់គ្នាយកអ្នករបួសយកទៅព្យាបាលទៅចំណែកក្រុមចោរផ្សេងទៀតដែលអស់ជីវិតនេះដុតពួកវាចោលនៅកន្លែងនឹងហើយក្រឡេកទៅកាន់នីចេតរួមជាមួយនឹងនីសេនវិញពេលនេះពួកគេបានទៅដល់ក្នុងព្រៃជ្រៅមួយហើយពួកគេក៏មិនស្គាល់អំពីតំបន់នេះដែរព្រោះអីគេមកដោយប្រញាប់ខ្លាំងពេកនៅជុំវិញខ្លួនរបស់ពួកគេគឺពិតជាគួរឲ្យខ្លាចខ្លាំងណាស់គឺសុទ្ធតែដើមឈើធំពួកគេទាំងពីរនាក់ក៏បានទៅសម្រាកនៅក្រោមដើមឈើមួយលោកបងយ៉ាងម៉េចហើយលោកបងមានត្រូវរបួសត្រង់ណាទេខ្ញុំសុំទោសលោកបងផងដែលខ្ញុំធ្វើឲ្យការងារនេះបរាជ័យខ្ញុំមិនបានដឹងនោះទេថាហេតុអ្វីបានជាពួកវាដឹងថាពួកយើងមានគម្រោងចង់ទៅប្លន់វាបែបនេះទាំងដែលធៀបពិតការពីព្រឹកគឺខ្ញុំធ្វើដំណើរទៅមិនឲ្យពួកវាឃើញនោះឡើយមិនអីទេតាមមើលប្រហែលជាក្រុមរបស់យើងមានរនុកក្នុងហើយបើមិនមានរនុកក្នុងទេក៏នៅពេលដែលពួកយើងធ្វើដំណើរតាមផ្លូវមានគេឃើញដូច្នេះគេក៏ផ្ដល់ដំណឹងនេះទៅឲ្យពួកវាមុនឥឡូវយើងរួចខ្លួនមកទុកថាជាសំណាងណាស់ទៅហើយប៉ុន្តែមិនអីទេថ្ងៃស្អែកយើងនឹងធ្វើដំណើរទៅជំរំធំរបស់យើងហើយយើងនឹងនាំគ្នាមកគំតិចភូមិនេះចោលតែម្ដងឥឡូវលោកបងកុំកាត់ច្រើនពេកអីលោកបងអស់កម្លាំងហើយលោកបងសម្រាប់សិនទៅចាំខ្ញុំនៅយាមចាំថ្ងៃស្អែកចាំយើងធ្វើដំណើរចាក់ចេញពីព្រៃនេះដើម្បីទៅជំរំធំរបស់យើងប៉ុន្តែកំឡុងពេលដែលពួកគេកំពុងតែសម្រាកនោះគឺពួកគេមិនបានដឹងនោះទេថាពេលនេះគឺកំពុងតែមានព្រាយខ្លាមួយក្បាលគឺវាកំពុងតែឈរសម្លឹងពួកគេពីចម្ងាយព្រាយខ្លាមួយក្បាលនេះគឺជាព្រាយខ្លាដែលនីចេតបានបាញ់វាកាលពីដើមសាច់រឿងនឹងឯងដោយសារតែនៅតំបន់ព្រៃនេះគឺជាតំបន់ព្រៃដែលវាកាន់កាប់ហើយចំណែកឯព្រាយខ្លាមួយក្បាលនឹងទៀតសោតវាដឹងថាបើសិនជាវាក្រឡាខ្លួនទៅជាអ្នកផ្សេងក៏នីចេតអាចមើលដឹងដែរព្រោះអីនីចេតនេះ
គេគឺជាមនុស្សម្នាក់ដែលមានមន្តអាគមដូច្នេះវាក៏បានដើរមកបង្ហាញខ្លួននៅនឹងមុខតែម្ដងលបងភ្ញាក់ឡើងពេលនេះយើងមានការងារធ្វើទៀតហើយលបងឆាប់ក្រោកឡើងយ៉ាងម៉េចពួកវាបានតាមមករកយើងដល់ទីនេះហើយមែនទេមិនមែនទេបងក្រឡេកមើលទៅនៅពេលដែលអ្នកទាំងពីរបានក្រឡេកទៅឃើញថានោះគឺជាព្រាយខ្លាពួកគេក៏បានងើបឈរនីសេនគេមិនមានកំភ្លើងនៅជាប់ខ្លួននោះទេគេក៏ឈរពីក្រោយខ្នងនីចេតគេបានលើកកំភ្លើងខ្លីភ្ជង់ទៅកាន់ព្រាយខ្លានោះហើយគេក៏បាននិយាយថាឯងឆាប់ចាក់ចេញពីទីនេះទៅយើងមិនចង់ចំណាយកម្លាំងជាមួយនឹងឯងទេឆាប់ចាក់ចេញពីទីនេះទៅឲ្យយើងចាក់ចេញពីទីនេះយ៉ាងម៉េចទៅយើងកំពុងតែរងចាំមនុស្សឆ្លងកាត់ទីនេះហើយនឹងចាប់ពួកគេធ្វើជាចំណីរបស់យើងកាលពីម្សិលមិញឯងបានធ្វើឲ្យចំណីរបស់យើងម្នាក់រួចខ្លួនថ្ងៃនេះយើងមិនឲ្យឯងរួចខ្លួននោះទេយើងនឹងយកឯងទៅពីរនាក់ធ្វើជាចំណីរបស់យើងហើយបើឯងនិយាយអញ្ចឹងហើយយើងព្រមកំដរឯងទៅចុះពេលនោះនីចេតរួមជាមួយនឹងព្រាយខ្លានោះក៏បានបើកការប្រយុទ្ធគ្នាបានប្រហែលជាមួយសន្ទុះធំក្រោយមកនីចេតគេក៏អាចយកឈ្នះព្រាយខ្លាមួយក្បាលនឹងបានដោយគេបានបាញ់ចំភ្លើងដែលនៅកណ្ដាលថ្ងាសរបស់វានោះធម្មតាទេគ្រាប់អាគមនៅពេលដែលបាញ់ចំដួងព្រលឹងព្រាយខ្លាដែលនៅកណ្ដាលថ្ងាសគឺនឹងធ្វើឲ្យព្រាយខ្លានោះវាខ្ចាយព្រលឹងចំណែកឯខ្លានេះក៏វាមិនរស់ដែរទាំងខ្លាទាំងព្រលឹងព្រាយដែលនៅក្នុងខ្លួនរបស់វាគឺមិនអាចងើបរួចទៀតនោះទេចំណែកឯនីសេនគេពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលឃើញថាកូនចៅរបស់គេអាចយកឈ្នះខ្លាមួយក្បាលនោះបានលោរហូតដល់ស្អែកព្រឹកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរចាកចេញពីកន្លែងនឹងមកប៉ុន្តែពួកគេធ្វើដំណើរបណ្ដើរគឺពិតជាឃ្លានអាហារខ្លាំងណាស់ដោយសារការពីយប់មិញគឺពួកគេមិនបានហូបអាហារអ្វីចូលទៅក្នុងពោះនោះទេដូច្នេះការធ្វើដំណើររបស់ពួកគេក៏មិនលឿនដែរហើយសំណាងអាក្រក់អីក្រុមរបស់ថៅកែរុងក៏បានមកស្ទាក់គេនៅកណ្ដាលផ្លូវពួកគេបានលើកកំភ្លើងភ្ជុំមកកាន់ពួកគាត់ទាំងពីរនាក់បាត់ទៅហើយក្រឡេកទៅខាងក្រោយក៏មានគ្នារបស់ថៅកែរុងក្រឡេកទៅខាងមុខក៏មានគ្នារបស់លោកថៅកែរងពេលនេះនីសេនរួមជាមួយនឹងនីចេតមិនអាចរត់ទៅណាបានទៀតនោះទេពួកឯងឆាប់ប្រគល់ខ្លួនឲ្យយើងចាប់តាមសម្រួលមកបើសិនជាពួកឯងមិនព្រមប្រគល់ខ្លួនតាមសម្រួលទេយើងនឹងចាត់ការពួកឯងហើយឯងដឹងទេគ្រាប់ដែលនៅក្នុងបង់កំភ្លើងរបស់យើងនេះគឺជាគ្រាប់ដែលត្រាំជាមួយនឹងឈាមរដូវរបស់ស្រីក្រមុំគ្រូអាគមដែលមានស្បែកគង់ដូចពួកឯងគឺមិនអាចគេចផុតនោះឡើយឥឡូវមិនអីទេយើងព្រមប្រគល់ខ្លួនឲ្យប៉ុន្តែឯងដោះលែងមេរបស់យើងទៅឯងយកតែខ្លួនរបស់យើងទៅបានហើយពេលនោះភាពអាត្មានិយមក៏បានកើតឡើងភ្លាមទៅលើនីសេនបានរុញនីចេតទៅមុខរួចក៏និយាយមែនហើយយកវាទៅហើយដោះលែងយើងទៅយើងសុំត្រឹមតែមានជីវិតនោះទេពេលនោះលោកថៅកែរុងក៏បានលើកដៃជាសញ្ញាកូនចៅរបស់គាត់ក៏នាំគ្នាបាញ់សង្គ្រោះទៅលើនីសេនជាច្រើនគ្រាប់នីសេនពេលនោះគេក៏បានដេកស្លាប់កាប់មុខនៅមួយកន្លែងពេលនេះនីសេនគេបានអស់លក្ខហើយភាពអាត្មានិយមមានសុខរួមសុខមានទុករត់ចោលគេនេះឥឡូវគឺគេបានទទួលផលកម្មនោះហើយចំណែកឯនីចេតគឺលោកថៅកែរុងមិនបានធ្វើអ្វីទៅកាន់គេនោះទេដោយសារតែយល់ថានីចេតគេគឺជាមនុស្សដែលមានគុណធម៌គាត់ចង់យកគេទៅបណ្ដោះបណ្ដាលហើយនាំគេទៅដើរផ្លូវត្រូវគាត់ជឿថានីចេតនឹងក្លាយទៅជាមនុស្សល្អ
ហើយនេះចេតគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលដឹងថាលោកថការុងមិនបានធ្វើអ្វីទៅកាន់គេហើយថែមទាំងបាននាំគេទៅឲ្យរកស៊ីជាមួយនឹងគាត់ទៀតពេលនោះពួកគេទាំងអស់គ្នាក៏បានដើរចាកចេញពីកន្លែងហ្នឹងទៅបាត់ប៉ុន្តែពួកគេមិនបានដឹងនោះឡើយថាការទុកសាកសពរបស់នីសេនៅទីនេះក៏មានសត្វខ្លាមួយក្បាលវាបានដើរកាត់នឹងហើយបន្តមកខ្លានោះវាក៏ស៊ីសាកសពរបស់នីសេនជាចំណីនៅកន្លែងនោះតែម្ដងហើយជាពិសេសខ្លានោះវាគឺជាខ្លាបណ្ដាកូនទៀតហើយរឿងរបស់យើងក៏ចប់ត្រឹមនេះសូមអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គងនៅក្នុងវីដេអូនេះហើយកុំភ្លេចជួយចុច like ម្នាក់មួយជាពិសេសកុំភ្លេចជួយ Subscribe Channel នេះម្នាក់មួយផងបងប្អូននេះគឺជាស្នាដៃកូនខ្មែរ